បាទនេះបានហៅថាទឹកចិត្តដ៏ខំហិមារបស់លោកឪពុកអ្នកម្ដាយបាទថាទោះបីកូននៅឆ្ងាយដល់ណាក៏នៅតែផ្ញើបាទគឺมันអាចកាត់ថ្លៃបានណាទឹកចិត្តដ៏ប្រៃថ្លៃបាទអរគុណអ្នកម្ដាយជូនពរអ្នកម្ដាយឲ្យមានសុខភាពល្អអាយុវែងហើយនឹងមានសុភមង្គលក្រុមគ្រួសារបងប្អូនគាត់មិនមែនធ្វើផ្ញើធំតរេនណាគាត់ផ្ញើតាំងពីបាយតរេនទៀតបាទតាំងពីបាយតរេនផ្ញើតាំងពីប្រហុកផ្អកនិយាយទៅគឺគ្រប់សពបែបយ៉ាងតាំងពីគ្រឿងក្រៅមកមួយសែតកុំឲ្យកូនពិបាកដើរទិញថាដាក់មកមួយសែតតែម្ដងបាទចឹងអរគុណអ្នកម្ដាយបាទជូនពរលោកឪពុកអ្នកម្ដាយបាទមានសុខភាពល្អមានអាយុវែងបាទដើម្បីជាម្លប់បច្ចៈមកកូនចៅទាំងអស់គ្នាបាទសូមអរគុណពូតរ៉េនម៉ាន់ថងដែលអ្នកម្ដាយផ្ញើមកនេះគឺមានរហូតដល់4ផ្លែអញ្ចឹងខ្ញុំនឹងច្នៃ2ផ្លែទុកសម្រាប់ញ៉ាំបាទហើយ2ផ្លែទៀតខ្ញុំនឹងច្នៃបាទជាបាយកណ្ដាលសង់ខ្យាតរ៉េនរសជាតិបែបអ្នកកពតថារូបមន្តពិសេសអញ្ចឹងនឹងជួបជាមួយនឹងខ្ញុំបាទនៅវីដេអូបន្តទៀតខ្ញុំនឹងបង្ហាញជូនពីរបៀបធ្វើបាយកណ្ដាលសង់ខ្យាតរ៉េនដែលមានលក្ខណៈឈ្ងុយឆ្ងាញ់បាទពិសេសជាប់មាត់ជាប់ចិត្តតែម្ដងកំឡាំងចិត្តបែនៅក្បែរតាមថែរូបកូនជានិច្ចពីងបនដាំម៉ែកូនចាំអត់ភ្លេចចែងចាំងជាងពេជ្ររងលេចផ្លូវកូនមានថ្ងៃនេះក៏ព្រមគុណម៉ែកូនមិនភ្លេចទីពាក្យម៉ែមិនដែលសាបសូ